សិក្សារៀនដំបូងអប់រំដំបូងទៅយើងធ្ងន់ក្នុងអនត្តាធម៌ហ្នឹងហើយដូចថាអាហ្នឹងដែលយើងមានសទ្ធាទទួលយករស់នៃពធណាយើងពីរស់ក្នុងអត់មានខ្លួនយើងហ្នឹងរឿងអនិច្ចំទុក្ខំអីដូចថាមិនតាន់អញ្ចឹងណាហ្នឹងហើយអត់មានខ្លួនអ្នកខ្លះស្ដាប់ភ្លាមនឹកថាខ្លួនឯងបានសោតាអីចឹងណាព្រះសោតាបានអីចឹងទៅព្រោះដឹងថាអត់មានខ្លួនអីហ្នឹងចឹងទៅហ្នឹងឯងដូចថារំភើបដំបងអីហ្នឹងបានស្ដាប់បានឮអីចូលចិត្តដល់យូរទៅសំចឹងទៅកិលេសវាកើតឡើងរឿងនេះរឿងនោះខ្វាយខ្វល់ខ្លួនឯងដដែលចឹងណាយនឹងធัวសតិប្បដ្ឋានហ្នឹងទៅក៏មានដែរព្រោះมันអាចជាព្រះអរិយបុគ្គលសម្រេចបានភ្លាមហើយចិត្តនោះចង់នៅក្នុងអាការប្រកម្មខ្លួនឯងហ្នឹងគ្រាន់តែឮសូរថាសពេធម្មេអនត្តាមកអាចទទួលបានថាអត់មានខ្លួនហ្នឹងគិតទៅវាឃើញតាមគិតហ្នឹងណាហ្នឹងហើយប៉ុន្តែវាអត់បានលះនៅទិដ្ឋិហ្នឹងទៅយូរទៅនឿយណាយនឹងពធអត់ចង់ស្ដាប់អត់ចង់ប្រព្រឹត្តបរិបត្តិអីចឹងទៅហ្នឹងក៏មានច្រើនដែរហ្នឹងហើយពុទ្ធបរិស័ទយើងគេតែជាយាមណាត្រូវអាស្រ័យក្តីជាយាមណាព្រោះយល់ដឹងថាកម្របានជួបពធហ្នឹងឯងហើយកិលេសដែលវាសន្សំក្នុងវត្តដាក់មកព្រះពុទ្ធអង្គសម្ដែងហើយវាមិនងាយមកពីរស់នៅពធមកអំពីមួយអាសង្ខ័យកាប់មិនដែលឮព្រះពុទ្ធមិនដែលឮពធមិនដែលឮព្រះសង្ឃក៏មានអញ្ចឹងมันអាចមកងាយដឹងពធដែលព្រះអង្គប្រកាសយើងសពថ្ងៃអីអញ្ចឹងមនុស្សពេញទាំងផែនដីហ្នឹងងាយទទួលថាអត់មានខ្លួនអីយ៉ាងម៉េចហ្នឹងហើយវាមិនដែលទាំងបានឮអត់អាចទទួលយកបានខ្វះឧបនិស្ស័យអញ្ចឹងវានៅក្នុងក្តីសម្គាល់ថាខ្លួនហ្នឹងហ្មងហ្នឹងហើយតតឹងមហត្តកពស់មកព្យាមហ្នឹងហ្នឹងហើយនឹងគ្រាន់តែចង់និយាយពីរឿងខ្លួនហ្នឹងវាមានស្អីក្បាលប្រពន្ធដូងអស់ធំដូងធំហ្នឹងចឹងទៅចុះត្រូវប្រពន្ធហ្នឹងកាន់ណាប្រកាន់នៃខ្លួនអញហ្នឹងដៃជើងហ្នឹងបែងចែកអស់ទៅមានអីមានតែសាច់ស្បែកហើយឆ្អឹងវែងខ្លីតូចធំចងរឹតទៅដោយសរសៃអញណាណីថាបានស្អីវិញមិនចេះឆ្អែតចេះគ្រប់ហ្នឹងគឺរឿងក្តីប្រកម្មហ្នឹងហ្នឹងហើយចាប់យកដីទឹកភ្លើងខ្យល់ហ្នឹងសក់រោមកញ្ចក់ថ្មិញស្បែកហ្នឹងយកមកធ្វើជាខ្លួនហ្នឹងហើយប្រកម្មចិត្តវិញ្ញាណអីដឹងអារម្មណ៍សោយអារម្មណ៍ហ្នឹងជារបស់ខ្លួនចឹងទៅចឹងបានក្នុងកាយកតាសតិហ្នឹងសតិកាយកតាខ្យាត់ថោព្រះអង្គឲ្យចូលចម្រើននៅកាយកតាសតិនៅបទាពហុលោភវៈឲ្យច្រើនទៅដោយក្តីនឿយណាយណាកំណត់រូបកាយព្រោះអតិថិហ្នឹងវាប្រកាន់រូបកាយហ្នឹងបានព្រះអង្គរំលឹកថាឲ្យទៅកំណត់រូបកាយហ្នឹងមានសតិចូលចម្រើនសតិព្រឹត្តទៅក្នុងកាយហ្នឹងឲ្យឃើញកាយនឹងតាមដីពិតទៅហ្នឹងឯងលះសេចក្តីប្រកម្មថារូបកាយជាខ្លួនហ្នឹងទៅហើយកំណត់នាមធម៌កើតរលត់ហ្នឹងឯងព្រោះដឹងអារម្មណ៍ហើយវារលត់បាត់ហើយព្រឹកមិញយើងមើលចិត្តតែមិនព្រឹកមិញចិត្តឃើញចិត្តឮចិត្តនឹកគិតចិត្តសៅហ្មងចិត្តស្រឡាញ់ស្អប់កប់តោះអីហ្នឹងកន្លងទៅហើយវារលត់អាហ្នឹងបានបាត់ទៅហ្នឹងឯងចិត្តបច្ចុប្បន្នហ្នឹងក៏វាមិនបាននៅដល់អនាគតស្អីរលឹករឿយទៅរកទូខ្លួន
ក្នុងបច្ចុប្បន្នហ្នឹងមិនមានហ្នឹងឯងហើយដល់ទៅបញ្ញានោះចម្រើនដល់សមសនញ្ញាណទៅហ្នឹងឯងស្មើគ្នាទៅដោយផលនៃបច្ច័យត្រង់ដែលថាអាការដែលបញ្ញាបានដឹងថាអ្វីដែលកើតពីបច្ច័យហ្នឹងវាមិនទៀងហ្នឹងគឺវានៅក្នុងដែលថាដែលមិនទៀងវាអត់មានអត្តាហ្នឹងហើយដែលមិនទៀងហ្នឹងគឺមិនទៀងព្រោះអត់មានអត្តាវាមិនមែនដូចតែមនុស្សក្នុងโลกហ្នឹងនិយាយស្ដាប់គ្នាបានមិនទៀងហ្នឹងប៉ុន្តែមិនទៀងវានៅក្នុងដែលថាអត្តាសត្វបុគ្គលទូខ្លួនហ្នឹងពីក្មេងវាចេះចាស់ឡើងវាមិនទៀងទេអីចឹងទៅបានវានៅក្នុងក្តីប្រកាន់ហ្នឹងរបស់នេះរបស់នោះអីចឹងហ្នឹងឯងអត្តានុតិដ្ឋិហ្នឹងប្រតិផ្កាអីចឹងទៅវាមិនទៀងណាវារីកហើយវារយស្ដាប់គ្នាបានតើប៉ុន្តែវានៅក្នុងតិដ្ឋិហ្នឹងឯងដល់ទៅវិបស្សនាញាណរបស់ដែលអាស្រ័យបច្ច័យកើតឡើងរបស់នឹងមិនទៀងណាព្រោះមុននឹងកើតវាអត់មានហើយត្រឡប់ទៅជាអត់មានវិញដែលឃើញមិនទៀងហ្នឹងគឺវាអត់មានអត្តាអ្វីដែលកើតពីបច្ច័យវាអត់មានអត្តាដូច្នេះកំណត់ការមិនទៀងនឹងបានគឺតែបញ្ញាដែលកំណត់ការមិនទៀងហ្នឹងគឺវាលះសេចក្តីប្រកាន់បានហ្នឹងហើយស្មើគ្នាទោះជាការសោយអារម្មណ៍របស់លោកសិទ្ធិបរិជាទេវតាអីក៏សិតតែរបស់មិនទៀងវាអត់គួរឲ្យត្រេកអរទៅប្រកាន់ក្នុងសេចក្តីសុខហ្នឹងណាដោយថាមកលុបពពោអីចឹងវាមិនអាចថាយើងមកធ្វើជាចម្រោះទៅផ្ទះអីនៅបានឬក៏ដូចជាថ្ងៃបដាលកូនអីចឹងទៅទៀតទៅវាទៅជាគ្រឿងបន្លំភ្នែកជាគ្រឿងបោកបញ្ឆោតឲ្យសត្វលោកត្រេកអររីករាយចឹងទៅហ្នឹងគឺឃើញទោសហ្នឹងហើយហ្នឹងដែលកាលណាឃើញទោសត្រូវឃើញទីពឹងហើយទីពឹងហ្នឹងមិនមែនជាភពភូមិឋានកន្លែងអីណាទេគឺបញ្ញាឃើញទីពឹងហ្នឹងគឺឃើញត្រង់ដែលមិនប្រកាន់នឹងឯងព្រោះឃើញវត្តដាក់អាស្រ័យទិដ្ឋិតណ្ហាណាឃើញការអស់ទិដ្ឋិតណ្ហាតែប៉ុណ្្នឹងទេហ្នឹងឯងដែលជាព្រះនិព្វាននោះដែលជាការអស់ទុក្ខនោះហ្នឹងឯង